តែយើងគួរតែដឹងអ្វីខ្លះមុនពេលសម្រេចចិត្តទិញទៅលើប្រភេទកង់ឬក៏ម៉ូតូអគ្គិសនីនៅក្នុងហ្នឹងគឺខ្ញុំមាន2ចំណុចដើម្បីចែករំលែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះគឺខ្ញុំមករៀងខ្លាចឈីងម្ដងដោយសារកន្លងមកបងប្អូនទាំងគ្នាធ្លាប់ឃើញខ្ញុំបង្ហោះជាលក្ខណៈកង់អគ្គិសនីម៉ូតូអគ្គិសនីឡានអគ្គិសនីជាដើមមែនណាប៉ុន្តែថ្ងៃនេះខ្ញុំគិតថាបើសិនជាខ្ញុំនៅតែបន្តធ្វើបែបហ្នឹងទៀតពុកម៉ែបងប្អូនទាំងគ្នាគឺច្បាស់ជាធុញអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាយើងធ្វើជាលក្ខណៈវីដេអូលក្ខណៈបែបចែករំលែកនៅបទពិសោធន៍ក៏ដូចជាចំណេះដឹងផ្សេងៗជូនទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាដែលខ្ញុំធ្លាប់ឆ្លងកាត់កន្លងមកអញ្ចឹងណាអញ្ចឹងថ្ងៃនេះគឺខ្ញុំមានចំណុចមួយចង់ចែករំលែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាដែលនៅក្នុងហ្នឹងគឺខ្ញុំនិយាយទៅលើប្រភេទកង់អគ្គិសនីតែយើងគួរតែដឹងអ្វីខ្លះមុនពេលសម្រេចចិត្តទិញទៅលើប្រភេទកង់ឬក៏ម៉ូតូអគ្គិសនីនៅក្នុងហ្នឹងគឺខ្ញុំមាន2ចំណុចដើម្បីចែករំលែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាដែលទី1គឺផ្ដោតទៅលើក្រុមហ៊ុនឬក៏ brand name ទី2គឺទៅលើ page អញ្ចឹងឥឡូវនេះយើងនិយាយទៅលើក្រុមហ៊ុនមុនឬក៏ brand name មុនអញ្ចឹងពុកម៉ែបងប្អូនត្រូវដឹងថានៅក្នុងបច្ចុប្បន្ននេះក្នុងទីផ្សារប្រទេសកម្ពុជារបស់យើងគឺមានក្រុមហ៊ុនច្រើនខ្លាំងមែនទែនតែគាត់នាំចូលជាមួយនឹងប្រភេទអគ្គិសនីនឹងចូលមកណាអញ្ចឹងមិនថាប្រភេទក្រុមហ៊ុនកខឬក៏កខងទេសំខាន់គឺក្រុមហ៊ុននោះមានការធានាជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឧទាហរណ៍ជាក់ស្ដែងមួយក្រុមហ៊ុន Honda ដែលគាត់ឈរជើងនៅលើទីផ្សារយើងយូរហើយប្រភពដែលគាត់នាំចូលមកបងប្អូនដឹងស្រាប់ហើយមានពីថៃមានពីវៀតណាមមានពីខ្មែរយើងខ្លះផងដែរអញ្ចឹងមានម៉ូតូខ្លះក៏តម្លៃនៅខ្មែរខ្លះក៏នៅថៃខ្លះក៏នៅវៀតណាមអញ្ចឹងហើយចំណុចនេះហើយដែលខ្ញុំអត់ចង់ឲ្យបងប្អូនទាំងគ្នាផ្ដោតទៅលើថាគាត់នាំចូលពីណាទេសំខាន់តើក្រុមហ៊ុនដែលពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ចិត្តទិញហ្នឹងតើគាត់មានការធានាច្បាស់លាស់ត្រឹមត្រូវជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាអត់ទី1ផលិតផលរបស់គាត់នឹងល្អប្រើអត់ទី2ការធានារបស់គាត់មិនដែរមានការឧទាហរណ៍ថាពុកម៉ែបងប្អូនទាំងគ្នាទិញទៅលើប្រភេទកង់អគ្គិសនីតើមានការធានាទៅលើអគុយអត់បាទមានការធានាទៅលើម៉ូទ័រអត់ធានាទៅលើបតបជាអត់ហើយសេវាកម្មជួសជុលរបស់គាត់នឹងមិនដែរណាពុកម៉ែបងប្អូនត្រូវផ្ដោតទៅលើចំណុចហ្នឹងហើយមួយទៀតពុកម៉ែបងប្អូនត្រូវចាំថាមិនថាគេនាំចូលមកពីប្រទេសនេះប្រទេសនោះឬមកពីខាងនេះមកពីខាងនោះទេសំខាន់ក្រុមហ៊ុនគេមានផ្ដល់ការនិយាយថាគេផ្ដល់ទំនួលខុសត្រូវជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាអូខេឥឡូវយើងចូលទៅក្នុងចំណុចទី2វិញម្ដងចំណុចទី2គឺនិយាយទៅលើការទិញតាម page អញ្ចឹងនៅក្នុងពេលបច្ចុប្បន្ននេះបងប្អូននឹងស្រាប់ហើយនិយាយពីថា page ស្កេសកាសច្រើនខ្លាំងមែនទែននៅលើបណ្ដាញសង្គមមិនថា Facebook TikTok ឬក៏ផ្សេងទេគឺមានច្រើនហើយអា page កុហកហ្នឹងក៏វាមានច្រើនដែរអញ្ចឹងចំណុចនេះខ្ញុំចង់ឲ្យពុកម៉ែបងប្អូនផ្ដោតទៅលើ page គេបន្តិចមុននឹងធ្វើការទិញឬក៏វេលុយទៅឲ្យគេពុកម៉ែបងប្អូនត្រូវចាំថាចេះបើ page គេល្អគឺគេអត់ដែលមានយកវីដេអូពីណាពីណីមក voice over ទេអញ្ចឹងបើសិនជាពុកម៉ែបងប្អូនឃើញគេយក page អត់ឃើញ page មួយដែលគេយកវីដេអូពីណាពីណីមកយកមក voice over អញ្ចឹងទៅគៀបសលេងឧទាហរណ៍គេយកវីដេអូពីចិនពីនេះពីនោះមកអញ្ចឹងទៅគៀបសលេង voice over អាហ្នឹងហើយដែលជា page កុហករបស់គេទេប៉ុន្តែបើ page គេល្អត្រឹមត្រូវពុកម៉ែបងប្អូនត្រូវមើលចេះទី1ណាទី1គឺ page គេអ្នកលក់ឬក៏អ្នក live លក់ហ្នឹងគឺដដែលឧទាហរណ៍ដូចខ្ញុំអញ្ចឹងខ្ញុំក៏ជា sale ម្នាក់ដែរអញ្ចឹងខ្ញុំទាំង live លក់ក៏ខ្ញុំហើយនៅក្នុង team ការងាររបស់ខ្ញុំហ្នឹងគឺមានអ្នកគាត់ជួយ support ទៅលើការរៀបចំចាប់អង្គុយណារៀបចំតេស្តជាដើមអញ្ចឹងអាហ្នឹងបងប្អូនត្រូវមើលទៅលើចំណុចហ្នឹងនៅក្នុង page របស់គេអញ្ចឹងរាល់ការចាញ់អីវ៉ាន់តើគេមាន team support មកជួយមុខដែរបងប្អូនត្រូវចាំកន្លែងហ្នឹងមុខដែរពេលខ្លះធម្មតាអូខេឥឡូវបើថាបងប្អូនហ្នឹងឃើញ 4-5 វីដេអូមុខដែរមកវីដេអូក្រោយទៀតមកឃើញមុខអ្នកផ្សេងអញ្ចឹងធម្មតាគឺការងារគេមានថ្ងៃដែលអូអញ្ចឹងគេឆ្លាស់ផ្លាស់ប្ដូរគ្នាអញ្ចឹងហើយណាបាទពេលខ្លះពីពុកម៉ែបងប្អូនឃើញខ្ញុំខ្លះក៏ឃើញអ្នកផ្សេងអីចឹងទៅពួកគាត់ជា team ការងារអញ្ចឹងគាត់មកជួយគ្នាទាំងអស់នៅពេលដែលយើងមានធុរៈ level ជាដើមអញ្ចឹងទី1នៅពេលដែលពុកម៉ែបងប្អូនចូលទៅមើល page គេមើល page បែបណាមើលទៅលេខ page របស់គេមានបច្ចៈទីតាំងបច្ចៈអីច្បាស់លាស់អត់ណាយើងទៅមើលកន្លែង about របស់គេទី2គឺពុកម៉ែបងប្អូនមើលទៅលើវីដេអូរបស់គេតើវីដេអូរបស់គេហ្នឹងគេធ្វើលក្ខណៈបែបណារាល់វីដេអូដែលចេញអីវ៉ាន់វីដេអូដែលមានភ្ញៀវមកដល់ទីតាំងហាងណាយើងនិយាយទៅលើវីដេអូទេបាទហើយខ្លះក៏គាត់ live ដែរដូចខ្ញុំពេលខ្លះខ្ញុំ live ផ្ទាល់មានភ្ញៀវគាត់មកដល់ទីតាំងហាងអញ្ចឹងគឺគាត់មកធ្វើការ live ផ្ទាល់ live អីជាដើមអីចឹងទៅអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនមើលទៅលើកន្លែងហ្នឹងហើយចុងក្រោយគឺទីតាំងរាល់វីដេអូទាំងអស់មិនថា live មិនថាវីដេអូទេគឺគេតែងតែបញ្ជាក់ទីតាំងហាងរបស់គេនៅនេះអីចឹងទៅបើត្រូវការតាក់ទងតាមនេះតាមនោះអីចឹងទៅអញ្ចឹងកន្លែងនេះគឺយើងមើលទៅលើ page ណាយើងអត់មើលអីច្រើនទេបងប្អូននេះមុនធ្វើការសម្រេចចិត្តគឺពុកម៉ែបងប្អូនមើលទៅលើតែប្រហែលចំណុចដែលខ្ញុំណែនាំជូនដល់ពុកម៉ែបងប្អូនទៅធានាថាអត់ប៉ះចំ page កុហករបស់វាទេតែនេះជូនអាចបានថា100%ទេអាចនិយាយបានថាវាត្រឹម90 ទៅ 95% អីចឹងដែរណាយើងមើលទៅលើឲ្យលំអិតចំណុចកន្លែងហ្នឹងដើម្បីអី
កុំឲ្យចាញ់បោកដោយសារឥឡូវនេះវាមាន page ហក់បោកប្រាស់ច្រើនណាស់ពុកម៉ែបងប្អូនគ្នាបាទអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្វែងយល់ទៅលើក្រុមហ៊ុនឬក៏ការនាំចូលរបស់គេហ្នឹងមានការធានាច្បាស់លាស់ទៅអត់ទី2មើលទៅលើ page ដូចប្រហែលចំណុចដែលខ្ញុំបញ្ជាក់ជូនពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងហើយសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ជាចំណេះដឹងជូនទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាមុនពេលធ្វើការសម្រេចចិត្តមិនថាទិញអ្វីទេទិញតាម page តាមអីហ្នឹងគឺជាចំណេះដឹងមួយដែរដែលយ៉ាងល្អដែលមានភាគច្រើនគឺបងខ្លះគាត់ចាញ់បោកគេណាបងនៅពេញខ្ញុំជិះមិនសូវអីទេជាពិសេសគឺអ្នកដែលគាត់នៅតាមខេត្តហ្នឹងតែម្ដងណាគឺគាត់ជឿគេស្លងដោយសារតែគាត់ខ្វះទៅលើការស្វែងយល់ក៏ដូចជាចំណេះដឹងផ្សេងទៅលើការមើលទៅលើ page អីជាដើមអញ្ចឹងណាអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាចំណេះដឹងជូនទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាហើយកុំភ្លេចជួយចុច like ហើយនឹង comment នៅខាងក្រោមវីដេអូបើសិនជាពុកម៉ែបងប្អូនចង់ដឹងនៅចំណុចណាឬក៏ចង់បញ្ជាក់នៅកន្លែងណាមួយទៀតអាចធ្វើការ comment នៅខាងក្រោមវីដេអូខ្ញុំនឹងធ្វើការឆ្លើយតបទៅកាន់ពុកម៉ែបងប្អូនទាំងគ្នានៅវីដេអូបន្តទៀតអរគុណ